ជំរាបសួរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីថ្ងៃនេះខ្ញុំមកធ្វើអំពីលំហាត់ step 2នៃកូដក្របឡុកឡាក់ដែលលោកគ្រូបានដាក់ឲ្យលើ programming C# អញ្ចឹងចំពោះខ្សែទី1គឺ console.output encoding smart system.text.encoding UTF-8 ហើយកូដមួយខ្សែនេះគឺគេសរសេរដើម្បីឲ្យ system ស្គាល់អំពីភាសាផ្សេងៗដូចជាភាសាខ្មែរemoji ឬក៏និមិត្តសញ្ញានានាដូចក្នុងករណីនេះគេសរសេរដើម្បីឲ្យ system ស្គាល់អំពីនិមិត្តសញ្ញាក្របឡុកឡាក់ដើម្បីឲ្យពេលបង្ហាញក្របឡុកឡាក់នេះវាបង្ហាញដោយរលូនហើយស្អាតហើយមួយទៀតគឺ console.cursor visible smart font អញ្ចឹងកូដមួយខ្សែហ្នឹងគឺដើម្បីឲ្យ cursor របស់ text វារលុបនៅពេលដែលយើងរ៉ាន់ទៅវាអត់មាន cursor របស់ text ហ្នឹងនៅរញ៉េរញ៉ៃអញ្ចឹងសម្រាប់អញ្ចឹងនៅពេលដែលយើងបិទឬក៏អត់ប្រើវាអញ្ចឹងនៅពេលដែលយើងរ៉ាន់ទៅវានឹងមាន cursor នេះវានៅ load នៅនឹងដែលបង្កជាការរំខានផ្សេងហើយនៅពេលដែលយើងប្រើវាដាក់កូដមួយខ្សែហ្នឹងវិញវាលែងមានអញ្ចឹងកូដមួយខ្សែទៀតគឺ random rnd ស្មើ new random អញ្ចឹងកូដមួយខ្សែហ្នឹងគឺជាការប្រកាសobject random ដែលវាផ្ដល់ទិន្នន័យណាមួយឧទាហរណ៍នៅក្នុងនេះវា random លេខដូចយើងបោះក្របឡុកឡាក់ហើយវា random ទៅចំនួនណាមួយអញ្ចឹងគោលបំណងរបស់កូដហ្នឹងគឺ random ទិន្នន័យអញ្ចឹងចំពោះខ្សែបន្ទាប់គឺ console.clear ខ្សែកូដមួយខ្សែនេះគេប្រើដើម្បី clear អក្សរផ្សេងនៅពេលដែលវាដំណើរការហើយលុះយើង true ហើយវាត្រូវដំណើរការម្ដងទៀតអញ្ចឹងវា clear output អាចាស់ចោលហើយបង្កើតអក្សរថ្មីមកឡើងវិញហើយជាទូទៅគេប្រើវានៅក្នុង game ដូចgame ក្របឡុកឡាក់នេះគេប្រើដើម្បីclear ជុំចាស់ចោលហើយចូលជុំថ្មីអញ្ចឹងខ្ញុំនឹងបង្ហាញអំពីដំណើរការរបស់វាអញ្ចឹងនៅពេលដែលយើងប្រើកូដមួយខ្សែហ្នឹងនៅពេលដែលយើងចុច enter ទៅអត់មាន load អក្សរមកជាមួយទេហើយនៅពេលដែលយើងអត់ប្រើកូដមួយខ្សែហ្នឹងនៅពេលដែលយើងរ៉ាន់ទៅគឺវា load ទិន្នន័យវា load អក្សរខ្សែវាជាន់គ្នាអញ្ចឹងខ្សែបន្ទាប់គឺ console.reset color អញ្ចឹងខ្សែកូដនេះគេប្រើដើម្បី reset ពណ៌ឧបមាថាយើងដាក់ពណ៌អីមួយហ្នឹងទៅយើងប្រើកូដនេះដើម្បី reset ពណ៌នោះមក color ដើមវិញអញ្ចឹងកូដបន្ទាប់គឺ console.foreground color ស្មើ console color.cyan មានន័យថាយើងកំណត់ពណ៌
ស៊ីយ៉ាន់គឺពណ៌ផ្ទៃមេឃក៏ពណ៌ light blue ទៅកាន់អក្សរpress enter to stop ហើយ exit គឺកំណត់អក្សរមួយជួរនេះឲ្យទៅជាពណ៌ស៊ីយ៉ាន់ហើយខ្សែបន្ទាប់គឺ console.reset color វាដំណើរការដូចខាងលើដែរគឺដើម្បី reset color ពណ៌ស៊ីយ៉ាន់នេះឲ្យវានៅត្រឹមតែឲ្យsystem ដាក់តែពណ៌ស៊ីយ៉ាន់ហ្នឹងនៅត្រឹមតែអក្សរប៉ុណ្ណេះប៉ុណ្ណោះវាអត់ឆ្លងមកដល់ខាងក្រោមទេអញ្ចឹងបើយើងចង់ដាក់ color ផ្សេងទៀតយើងអាចដាក់បានហើយយើងចឹងសរុបមកគឺកូដមួយខ្សែនេះគឺសម្រាប់ដាក់ពណ៌ស៊ីយ៉ាន់ទៅលើអក្សរមួយខ្សែនេះហើយមកដល់ខ្សែបន្ទាប់គឺ D1 ស្មើនឹង RND លេខ1ហើយវា7ខ្សែនេះគឺចំពោះ D1 គឺជា integer ដែលយើងហៅខាងលើបានតំណាងឲ្យក្របឡុកឡាក់ទី1ហើយRND នេះគឺជា random ដែលយើងបានហៅមុននឹងគឺសម្រាប់ផ្ដល់ទិន្នន័យមិនជាក់លាក់ណាមួយគឺ random ហើយចំពោះមួយខ្សែហ្នឹងបើសរុបចូលគ្នាទៅគឺវា random ចាប់លេខពី1ដល់ទៅ6មានន័យថាវាបង្ហាញលេខ1ដល់លេខ6ដែលអត់អាចធំជាង6ទេអញ្ចឹងគឺវា random ដូចចេញលេខ1 2 3 4 5ហើយនិង6ចំពោះខ្សែខាងក្រោមក៏ដូចគ្នាដែរគ្រាន់តែថា D2 គឺតំណាងឲ្យក្របឡុកឡាក់ទី2ហើយ D3 គឺតំណាងក្របឡុកឡាក់ទី3កូដខ្សែបន្ទាប់គឺ console.set cursor position 0ហើយនិង2គឺយើង set cursor ទៅ column ទី0ហើយនិង row ទី2 column គឺយើងរាប់ពីឆ្វេងទៅហើយ row យើងរាប់ពីលើចុះក្រោមអញ្ចឹងបើយើងខ្ញុំនឹងរ៉ាន់ឲ្យមើលគឺនៅពេលដែលយើងប្រើវាគឺវាប្រៀបបានដូចជា animation វា load ក្នុងposition 1បង្កើតជា animation load ក្របឡុកឡាក់តែបើយើងអត់ប្រើកូដមួយខ្សែហ្នឹងទេជំនួសឲ្យវា load នៅលើកន្លែងដដែលវាចាប់ផ្ដើមបង្ហាញក្របឡុកឡាក់ហ្នឹងនៅកន្លែងខាងក្រោមមួយទៀតមានថាវាអត់ជំនួសកន្លែងចាស់ទេគឺវាទៅបង្កើតនៅកន្លែងថ្មីខាងក្រោមហ្នឹងហើយក៏នៅខាងក្រោមហ្នឹងបន្តមិនចេះចប់អញ្ចឹងទៅហើយចំពោះកូដ thread.slip 120នេះគឺគេប្រើដើម្បីកំណត់រយៈពេលនៃការ slip នៃការថាបញ្ឈប់នៃការ pause របស់ក្របឡុកឡាក់ animation ហ្នឹងទៅតាមរយៈពេលដែលគេបានកំណត់ដូចក្នុងនេះគេបានកំណត់120ហើយមានຂະຫນាតជាមីលីម៉ែត្រអញ្ចឹងវាស្មើមានຂະຫນាតជាមីលីសេកិនវាស្មើនឹង0.12 second អញ្ចឹងបើយើងចង់ឲ្យក្របឡុកឡាក់ហ្នឹងវារត់កាន់តែយឺតយើងស្រួលមើលយើងត្រូវយើងគ្រាន់តែថែមលេខ
ឲ្យវាធំជាងមុនអូនមកថាខ្ញុំថែមអឺ1000 ចឹង1000វាស្មើនឹង1 second ចឹងនៅពេលដែលយើងរ៉ាន់ទៅនៅពេលដែល1 second បានវា load ម្ដងពេល1 second បានវា load ម្ដងតែបើយើង reset ទៅតម្លៃដើមវិញគឺ120ចឹង0.12 វិនាទីវានឹង load ម្ដងហើយបើយើងចង់ឲ្យវាកាន់តែលឿនជាងហ្នឹងយើងអាច set ឲ្យវាកាន់តែតូចជាងហ្នឹងបានចឹងលំហាត់ដែលខ្ញុំត្រូវពន្យល់ពី step ទី2នេះត្រូវមកដល់ទីបញ្ចប់អរគុណលោកគ្រូនិងមិត្តរួមការទាំងអស់គ្នាដែលបានចំណាយពេលវេលាស្ដាប់សូមជម្រាបលា